បងឡើយតាសង្គមបែបណាទៅដឹងថាខ្លួនកើតជំងឺមហារីកសូដននឹងឲ្យបងនៅពេលដំបងឡើយគឺខ្ញុំឃើញស្ទាបនៅសដនខាងឆ្វេងហ្នឹងមានដុំប៉ិនមេដៃដុំរៀងរឹងហើយកាលហ្នឹងខ្ញុំអត់ទាន់សង្ស័យថាមហារីកទេខ្ញុំគិតថាជាដុំធម្មតាខ្ញុំទុករហូតដល់ទៅ4-5 ខែខ្ញុំទៅ check មើលនៅពេលដែលអេកូមើលទៅពេទ្យគាត់ដាក់ការសង្ស័យដោយសារតែវាដុំរៀង complicate មានគេឆេងឆាងជុំវិញហើយបន្តមកទៀតបានគាត់ឲ្យខ្ញុំទៅធ្វើ mammogram ការគៀបសដនហ្នឹងនៅពេលដែលគៀបមើលទៅវាឃើញមានដោះដៃដោះជើងហើយវាមានកណុកក្បាលជុំវិញនៅពេលដែលឃើញសញ្ញាហ្នឹងហើយអ្នកគ្រូពេទ្យគាត់ថាអាហ្នឹងគឺជាសញ្ញាមហារីកក៏គាត់ឲ្យខ្ញុំហ្នឹងទៅធ្វើការច្រឹបសាច់មើលដើម្បីយកសាច់ហ្នឹងទៅមន្ទីរពិសោធន៍ឲ្យបញ្ជាក់ឲ្យច្បាស់ថាវាពិតជាមហារីកមែនអត់ហើយលទ្ធផលក្រោយពីការពិសោធន៍មើលមួយអាទិត្យនោះគឺពិតជាមហារីកមែននៅពេលដែលអូននឹងថាខ្លួនឯងនេះកើតជំងឺមហារីកសូដនតើអូនមានអារម្មណ៍បែបណាដែរពិបាកចិត្តពេលហ្នឹងហើយគិតច្រើនអីយើងលក្ខណៈថាវល់អត់ដឹងថាត្រូវធ្វើម៉េចទេពេលហ្នឹងពេលដែលដឹងលទ្ធផលពីព្រឹកឡើងថ្ងៃឡើងខ្ញុំមានអាការៈក្អួតវល់មុខដូចថាយើងខ្យល់ចាប់បន្ទាប់មកទៀតមកគឺបានអ្នកផ្ទះគឺគាត់បានជួយច្បាច់ដៃច្បាច់ជើងទៅរៀងធូរជាងមុនប៉ុន្តែអារម្មណ៍នៅពេលដែលក្រោយដឹងថាមហារីកមកគឺគិតច្រើនខ្លាំងមែនទែនក្រោយពីដឹងថាខ្លួនឯងកើតជំងឺមហារីកសូដនតើបងអូនបានទទួលការព្យាបាលបែបណាខ្លះចាបងនឹងឯនៅពេលដែលខ្ញុំដឹងលទ្ធផលក្រោយថាមានមហារីកសូដនហើយអ្នកគ្រូពេទ្យគឺគាត់បានឲ្យយើងនឹងជ្រើសរើសពេទ្យដើម្បីព្យាបាលហើយកាលហ្នឹងខ្ញុំគិតច្រើនខ្លាំងមែនតើទីមួយគឺតាក់ទងជាមួយនឹងរឿងលុយទីពីរតាក់ទងជាមួយនឹងថារយៈពេលព្យាបាលអញ្ចឹងណាកាលហ្នឹងគាត់ឲ្យជំរើសខ្ញុំទៅខាងមន្ទីរពេទ្យរុស្ស៊ីឬមួយក៏ទៅខាងកាឡាម៉ែតខ្ញុំក៏ជ្រើសរើសយកព្យាបាលនៅខាងកាឡាម៉ែត